បាទសួស្តីបងប្អូនទាំងអស់គ្នាតោះបន្តសាច់រឿងរបស់យើងតទៅមុខទៀតចិត្តចាំហើយសង្ឃឹមថាគ្នាយើងមិនធុញទៅចង់ដោយសារតែសាច់រឿងមួយនេះវាខ្លីៗអញ្ចឹងណាទាំងអស់គ្នាតែដែល admin និយាយអញ្ចឹងនៅពេលដែលបញ្ចប់ហើយ admin នឹង convert វាចូលទៅមកវីដេអូប្រហែលជា2-3ម៉ោង4ម៉ោងអញ្ចឹងណាឲ្យអ្នកគ្នាងាយស្រួលនឹងមើលតែម្ដងឥឡូវតោះចូលមកទស្សនាការសម្ដែងវគ្គខ្លីៗជាមួយនឹង admin បន្តទៅមុខទៀតទូនយូរូបន្ទាប់ពីមើលឃើញការសង្ស័យថាតើតើជាមួយនឹងគិតកោនឹងអាចនឹងលីជឺអានទូស្រីរបស់យើងអញ្ចឹងមិនមកអង្គយូរទេគាត់ត្រឡប់ទៅតើហ្នឹងមករកជឺអានដើម្បីចាប់នាងយកទៅឲ្យព្រះបុត្រាទី3ជូហៃឈុនហ្នឹងកាត់ទោសតែម្ដងប៉ុន្តែភ្លាមហ្នឹងស្រាប់តែជូហៃជីងក៏បានមកដល់ហើយជូហៃជីងក៏បានសម្លុតទៅកាន់យូរូថាឆាប់ចេញភ្លាមទៅណាគេឲ្យនាងមកធ្វើរឿងទាំងអស់ហ្នឹងអត់ដោយសារតែយូរូគាត់គឺជាកូនចៅពិតប្រាកដរបស់ជូហៃជីងអញ្ចឹងណាបន្លំខ្លួនទៅនៅក្បែរជូហៃឈុនដើម្បីយកការឲ្យជូហៃជីងទេអញ្ចឹងហើយដល់ពេលដែលជូហៃជីងគាត់សម្លុតនាងក៏ចាក់ចេញទៅវិញទៅប៉ុន្តែនាងអត់អស់ចិត្តទេដោយសារតែក្នុងគោលបំណងមួយនាងក៏ចង់ចាត់ការលីជឺអានរបស់យើងចេញដែរដោយសារតែនាងក៏លួចស្រឡាញ់ជូហៃជីងចឹងនៅតែយករឿងហ្នឹងមកប្រាប់ទៅដល់ជូហៃឈុនឲ្យបានដឹងដដែលពីការសង្ស័យថាគិតកោអ្នកសម្លាប់បេសកជននគរខាងលិចហ្នឹងអាចជាលីជឺអាននឹងឯងព្រោះអីណានៅក្នុងផ្ទះរបស់ព្រះបុត្រាអត់មានពីណាគេប្រើប្រាស់ស្បែកជើងរបស់កងទ័ពជីងនោះទេគឺមានតែលីជឺអាននឹងឯងអញ្ចឹងនៅក្នុងពេលហ្នឹងព្រះបុត្រាជូហៃឈិនហ្នឹងគាត់អត់តន់ទៅចាត់ការលីជឺអានដោយផ្ទាល់តែម្ដងទេគាត់ចង់ពិសោធន៍មើលថាលីជឺអានហ្នឹងពិតជាខ្វាក់ភ្នែកមែនដែរឬមួយក៏អត់ហើយម្យ៉ាងមួយទៀតគាត់ក៏ចង់យកឱកាសមួយហ្នឹងពិសោធន៍ទឹកចិត្តស្មោះត្រង់របស់ប្អូនប្រុសរបស់ខ្លួនព្រះបុត្រាជូហៃជីងរបស់យើងនេះដែលត្រូវជាព្រះបុត្រាទី7ថាតើនៅមានចិត្តស្មោះត្រង់បម្រើគាត់ឬមួយក៏មានចិត្តក្បត់វិវេអីដែលគាត់មិនដឹងអញ្ចឹងហើយជូហៃឈិនក៏បានបញ្ជាឲ្យជូហៃជីងដែលកំពុងតែបន្លំខ្លួនមកធ្វើជាជូហៃឈិនខ្លួនឯងធ្វើជាប្តីរបស់លីជឺអានរបស់យើងហ្នឹងទៅដឹកដៃប្រពន្ធមកហើយក៏ហៅថាមកកន្លែងងូតទឹកងូតកន្លែងងូតទឹកក្តៅអីចឹងណាតែធៀបពិតវិញគឺមកផ្ទះបាយបំណងគឺឲ្យជូហៃជីងហ្នឹងដងខ្លាញ់ដែលកំពុងតែពុះហ្នឹងជះដាក់មុខរបស់លីជឺអានមើលប្រសិនបើនាងកិច្ចបានន័យថានាងធ្វើពុតជាពិការភ្នែកហើយអញ្ចឹងត្រូវតែចាត់ការនាងចោលភ្លាមតែម្ដងប៉ុន្តែបើនាងអត់កិច្ចទេឲ្យនាងលាកចោះព្រោះអីគេគ្រាន់តែចង់ទុកជីវិតឲ្យលីជឺអានដើម្បីតាមរកផ្លាកបញ្ជាកងទ័ពរបស់គ្រួសារលីតែប៉ុណ្ណោះគេអត់ស្រឡាញ់នាងឬមួយក៏នាងក៏អត់មានប្រយោជន៍អីក្រៅតែពីនឹងទេលីជឺអានរបស់យើងដោយសារតែខ្លួនប្រឡំខ្លួនធ្វើជាពិការភ្នែកទេអញ្ចឹងមើលឃើញទាំងអស់ប៉ុន្តែអត់ហ៊ានកម្រើគេបើកម្រើទៅដូចជាប្រាប់គេថាខ្លួនឯងហ្នឹងធ្វើពុតជាពិការភ្នែកអញ្ចឹងបានត្រឹមតែឈរនៅត្រឹងនៅពេលនោះជូហៃឈុននោះក៏បានបញ្ជាទៅឲ្យជូហៃជីងតាមរយៈខ្សែភ្នែកហ្នឹងឲ្យជះដាក់មកនៅពេលហ្នឹងជូហៃជីងគាត់ក៏ជះដាក់ឆ្វាច់ទៅលើមុខរបស់លីជឺអានក៏ស្រែកចាយថាស្អីគេអីក៏ក្តៅខ្លាំងម្ល៉េះស្អីគេហ្នឹងនៅពេលហ្នឹងក៏ធ្វើឲ្យជូហៃឈិនគាត់ក៏រៀងដាក់ការសង្ស័យនឹងថាថមថយនឹងការសង្ស័យបន្តិចថាមើលទៅនាងប្រហែលជាមិនបានធ្វើពុតជាពិការភ្នែកទេអញ្ចឹងហើយក៏ដើរចាក់ចេញបាត់ទៅគ្រាន់តែគេចាក់ចេញទៅអស់ភ្លាមជូហៃជីងក៏បញ្ញាបញ្ញាយកកន្សែងមកផ្ដិតទឹកនៅលើមុខរបស់លីជឺអានហ្នឹងឲ្យលីជឺអានវិញហើយនិយាយថាសុំទៅផងខ្ញុំរៀងជ្រុលដៃបន្តិចតែគេក៏បានបកស្រាយប្រាប់ទៅកាន់លីជឺអានថានឹងមិនមែនជាខ្លាញ់ក្តៅពិតប្រាកដទេគឺជាខ្លាញ់ដែលលីជាមួយនឹងទឹកខ្មេះអញ្ចឹងទឹកខ្មេះនៅពីក្រោមមិនដឹងទេទាំងអស់គ្នាហើយមើលទៅវាពុះមុនហ្នឹងប៉ុន្តែខ្លាញ់វាអត់ទាន់ក្តៅពិតប្រាកដ 100% ទេអញ្ចឹងហើយក៏អត់មានអីប៉ះពាល់មកដល់លីជឺអានរបស់យើងដែរបើន័យថាគាត់នឹងប្រើប្រាស់ល្បិចទប់ទល់ជាមួយនឹងជូហៃឈិនដើម្បីជួយសង្គ្រោះលីជឺអានដែរជូហៃជីងទូប្រុសរបស់យើងហ្នឹងណាចឹងបន្ទាប់ពីហ្នឹងមកនៅពេលនេះលីជឺអានរបស់យើងហ្នឹងឃើញថាមានអ្នកបម្រើ2អ្នកទៀតដែលបម្រើនាងរៀបចំបាយម្ហូបឲ្យនាងមើលទៅពួកគេស្ទាត់ជំនាញនៅក្នុងការធ្វើម្ហូបដូចជាចុងភៅអញ្ចឹងដូច្នេះហើយនាងក៏បានបញ្ចុះបញ្ចូលឲ្យអ្នកបម្រើទាំង2អ្នកហ្នឹងថាអ្នកបម្រើទាំង2អ្នកមានថ្មីដីក្នុងការធ្វើម្ហូបហើយម្នាក់ទៀតគឺឆ្លាតឆ្លៀសវៃក្នុងការគិតពិចារណាឬថាដូចគិតប្រាក់គិតអីធ្វើជាអ្នកគិតលុយអញ្ចឹងណាចឹងហើយនាងក៏សម្រេចចិត្តថាដើម្បីជួយអ្នកបម្រើទាំង2អ្នកហ្នឹងគឺនឹងប្រគល់លិខិតលួចខ្លួនទៅឲ្យពួកគេទាំង2អ្នកវិញមិនតែប៉ុណ្ណោះគឺបើកហាងបាយមួយកន្លែងនៅខាងក្រៅឲ្យអ្នកទាំង2ហ្នឹងទៅជួយគ្នារកស៊ីម្នាក់ធ្វើជាចុងភៅចម្អិនអាហារម្នាក់ទៀតហ្នឹងក៏អង្គុយគិតប្រាក់ទៅដើម្បីរកស៊ីនៅពេលដែលអ្នកទាំង2ចំណេញហើយហ្នឹងគឺអាចមានសេរីភាពបានហើយមិនចាំបាច់មកបម្រើនៅក្នុងដំណាក់របស់ព្រះបុត្រាបន្តទៅមុខទៀតនោះទេតើចង់បានអីចង់បានមួយណាវិញនៅពេលហ្នឹង2អ្នកហ្នឹងគាត់ក៏អរគុណទៅកាន់លីជឺអានរបស់យើងដោយសារតែគិតថាប្រសិនបើធ្វើតាមលីជឺអានមែនគឺមានអនាគតចឹងណាមានសេរីភាពមិនចាំបាច់ធ្វើអ្នកបម្រើរបស់គេបន្តទៀតអញ្ចឹងក៏សប្បាយចិត្តលីជឺអានរបស់យើងហ្នឹងក៏គូគំនូបើថាប្រាប់ទៅឲ្យអ្នកបម្រើរបស់ខ្លួនដែលចំណិតហ្នឹងគូគំនូផ្លាកប៉ាយនៅមុខហាងហ្នឹងទៅឲ្យ2អ្នកហ្នឹងយកទៅដាក់នៅមុខហាងថែមទៀតផង2អ្នកហ្នឹងគាត់សប្បាយចិត្តខ្លាំងមែនតើព្រោះមិននឹកស្មានថាព្រះនាងរបស់ខ្លួននេះគឺមានចិត្តល្អដល់ថ្នាក់ហ្នឹងគិតគូរអំពីអនាគតរបស់ពួកគេតែនៃការពិតទៅវិធីនេះគឺព្រួយមួយបាញ់បានសិតពីលីជឺអានហ្នឹងចង់ជួយអ្នកបម្រើផងម្យ៉ាងមួយទៀតក៏ចង់ប្រើប្រាស់អ្នកបម្រើហ្នឹងឲ្យយកប៉ាយហ្នឹងទៅដាក់នៅខាងមុខព្រោះអីហ្នឹងស្លាកសញ្ញាប៉ាយហ្នឹងគឺជាស្លាកសញ្ញាសម្គាល់របស់កងទ័ពគ្រួសារតកូលីប្រសិនបើកងទ័ពសេសសរបស់នាងមើលឃើញហើយដូចជាលោកពូរបស់នាងមើលឃើញណាប្រកាសជាដឹងថាក្មួយស្រីចង់ផ្ដល់ដំណឹងអីឲ្យហើយអញ្ចឹងហើយប្រកាសជាមកជួបនៅក្នុងភោជនីយដ្ឋានក៏ដូចជាផ្ទះបាយហ្នឹងហើយបំណងគឺចង់តាក់ទងជាមួយគ្រួសារតកូលីដើម្បីចាត់ការព្រះបុត្រាជូហៃឈុនហ្នឹងអញ្ចឹងណា
ដល់ពេលយប់ឡើងអ្នកបំរើម្នាក់ហ្នឹងគ្នាសប្បាយចិត្តខ្លាំងពេកគិតថាប្រនាងគឺជាមនុស្សល្អខ្លាំងណាស់គិតគូរទៅដល់ពួកគេអញ្ចឹងពួកគេហ្នឹងក៏បានរៀបចំបង្អែមហ្នឹងយកមកឲ្យក្នុងពេលល្ងាចពេលយប់ប្រលប់អញ្ចឹងណាហើយប៉ុន្តែនៅពេលហ្នឹងជូហើយជនគាត់ក៏មើលឃើញគាត់ក៏ចាប់ផ្ដើមសង្ស័យថាមិនបានអ្នកបំរើម្នាក់ហ្នឹងគឺបំរើស្រីខ្វាក់ម្នាក់ហ្នឹងដោយពេញចិត្តខ្លាំងម្ល៉េះអញ្ចឹងហើយក៏ទៅវាយស្រីបំរើម្នាក់ហ្នឹងឲ្យសន្លប់បន្ទាប់មកក៏ចាប់នាងយកទៅលុតជង្គង់ជួបជាមួយនឹងលីជឺអានរបស់យើងនៅពេលនោះលីជឺអានក៏នៅតែបន្តថ្លែងបន្លំធ្វើជានារីពិការភ្នែកក៏សួរថាព្រះស្វាមីគឺព្រះស្វាមីមែនអត់ទេហើយហេតុអីបានជាហើយខ្ញុំមកទីនេះចឹងតើមានរឿងអីនៅពេលនោះជូហើយចិនក៏បាននិយាយថាអូមានរឿងអីទេម្ចាស់អូនមហាសីគ្រាន់តែថានៅខាងក្រៅថ្ងៃនេះគឺពួកយើងបានចាប់បានអ្នកបំរើម្នាក់ដែលធ្វើសកម្មភាពគួរឲ្យសង្ស័យខ្លាំងណាស់ចឹងហើយក៏ចង់យកមកសួរចម្លើយទាំងអស់គ្នាដោយសារតែយើងដឹងថានេះគឺជាអ្នកបំរើដែលធ្លាប់បំរើម្ចាស់អូនអញ្ចឹងណាលីជឺអានទូស្រីរបស់យើងមើលឃើញទាំងអស់អញ្ចឹងគាត់ដឹងថាអូស្រួលហើយប៉ុន្តែអត់ដឹងទៅធ្វើម៉េចទេព្រោះខ្លួនឯងធ្វើពុតជាពិការភ្នែកហ៎ចឹងមានតែសម្ដែងបន្តទៀតនៅពេលនោះជួហើយជនក៏បានសួរចម្លើយទៅកាន់អ្នកបម្រើថាតើនាងមានតំណែងតំណងអីជាមួយនឹងដំណាក់ខាងក្រោយដំណាក់របស់លីជឺអានហ្នឹងណាអ្នកបម្រើហ្នឹងគាត់និយាយឆ្លើយមកដូចគ្មានព្រលឹងនៅក្នុងខ្លួនអញ្ចឹងដូចត្រូវខ្មោចចូលអញ្ចឹងណាដោយសារភាពថាខ្ញុំមានគូស្នេហ៍ម្នាក់ជាអ្នកបម្រើនៅក្នុងផ្ទះបាយពួកយើងចង់ចាប់ផ្ដើមអនាគតស្នេហាជាមួយនឹងគ្នាហើយនៅពេលហ្នឹងប្រនាងបានដឹងដូច្នេះហើយប្រនាងគាត់ក៏បានយកលិខិតលួចខ្លួនមកឲ្យខ្ញុំនឹងឲ្យខ្ញុំបើកទៀមបាយមួយកន្លែងនៅខាងក្រៅដើម្បីរកអនាគតឲ្យខ្លួនឯងមិនតែប៉ុណ្ណោះប្រនាងបានថែមទាំងគូបាយឲ្យទៀតផងហើយនៅពេលហ្នឹងលីជឺអានរបស់យើងខ្លាចថាអ្នកបម្រើម្នាក់ហ្នឹងនិយាយអំពីតាក់ទងជាមួយនឹងបាយហាងបាយរបស់នាងទៅនឹងត្រូវបានជូហើយឈុនហ្នឹងចាប់ដើមសង្ស័យហើយព្រោះអីសញ្ញាបាយហាងបាយហ្នឹងគឺជាសញ្ញាសម្គាល់គ្រួសាររបស់នាងនោះដូច្នេះហើយនាងក៏និយាយបន្តិចបង្អាក់កន្លែងហ្នឹងថាអូម្ចាស់បងនិយាយរឿងហ្នឹងការពិតទៅដោយសារតែខ្ញុំស្រឡាញ់អ្នកបម្រើពីរនាក់ពេកមើលទៅពួកគេប្រកែកធ្វើម្ហូបហើយឆ្លាតទៀតដូច្នេះហើយខ្ញុំក៏សម្រេចចិត្តថាលួសខ្លួនឲ្យអ្នកទាំងពីរហ្នឹងហើយបើកហាងបាយមួយកន្លែងនៅខាងក្រៅឲ្យអ្នកទាំងពីរហ្នឹងចាប់ដើមចេញរកស៊ីសាងអនាគតជាមួយនឹងគ្នាហើយអត់បានប្រាប់ទៅកាន់ម្ចាស់បងទេសុំទោសផងម្ចាស់បងហ្នឹងសំដៅទៅលើព្រះស្វាមីអញ្ចឹងណាគិតថាព្រះស្វាមីប្រកាសជាមិនប្រកាន់ទេមែនទេនៅពេលហ្នឹងជួយឲ្យជឿថាមហាសីរបស់បងមានចិត្តល្អដល់ថ្នាក់ហ្នឹងរឿងអីដែលបងទៅប្រកាន់ទៅប៉ុន្តែអត់ទេមើលមុខរបស់ជួយឲ្យជឿទៅដឹងឲ្យទាំងអស់គ្នាគាត់តែនិយាយចប់ភ្លាមគឺក៏បានដកដាវនឹងមកសម្រាប់អ្នកបម្រើនឹងបាត់តែម្ដងទៅហើយនៅក្នុងពេលនោះក៏មានឈាមខ្ទាតមកលើមុខរបស់លីជឺអានរបស់យើងទស្សនវិជ្ជាទាំងស្រុងត្រូវបានជឿអានមើលឃើញទាំងអស់អ្វីដែលនាងខ្លាចបំផុតនិងស្អប់ខ្ពើមបំផុតនឹងមើលទៅអាណិតអ្នកបម្រើនឹងខ្លាំងបំផុតគឺថានៅពេលដែលនាងស្លាប់ទៅហ្នឹងមានដង្កូវពឹសមួយយ៉ាងចេញពីមាត់របស់នាងមកហើយដង្កូវពឹសនេះគេហៅថាដង្កូវពឹសធ្វើឲ្យមនុស្សនិយាយការពិតអញ្ចឹងហើយបានធ្វើឲ្យអ្នកបម្រើម្នាក់ហ្នឹងនិយាយមកទាំងអស់អញ្ចឹងណាហើយនៅក្នុងពេលហ្នឹងលីជឺអានគាត់ខឹងខ្លាំងពេកគាត់ក៏សម្ដែងបន្តស្របទៅតាមសាច់រឿងដោយសារតែមានឈាមខ្ទាតមកប្រឡាក់មុខរបស់គាត់អញ្ចឹងហើយគាត់ក៏ស្ទាបមើលដឹងថាអូឈាមប្រកាសជាមានគិតកោហើយមែនអត់ព្រះស្វាមីនៅណាគិតកោអញ្ចឹងក៏ធ្វើពុតចដកស្នៀតសក់មកហ្នឹងចាក់តែប្រទេសដាស់គឺបំណងគឺសម្ដែងធ្វើពុតជាចាក់គិតកោទៅតាមការពិតវិញចេតនាគឺចង់ចាក់ជូហើយឈិនហ្នឹងប៉ុន្តែនៅក្នុងពេលហ្នឹងជូហើយឈិនជាមួយនឹងកូនចៅរបស់គេដូចជាសង្ស័យទៅលើលីជឺអានហើយអញ្ចឹងហើយជូហើយឈិនគាត់ក៏កិច្ចទៅចំណែកឯអង្គគ្រារបស់ជូហើយឈិនហ្នឹងក៏មកវាយលីជឺអានរបស់យើងឲ្យសន្លប់បាត់បង់ស្មារតីភ្លាមនឹងស្រាប់តែជូហើយជីងទូប្រុសរបស់យើងនោះគាត់ក៏ចេញមកភ្លាមដែរដោយសារតែអ្នកបំរើឬមួយក៏អង្គរៈរបស់ជូហើយឈុនហ្នឹងគឺថ្លាមធំខ្លាំងពេកហ៊ានប៉ះពាល់ទៅលើលីជឺអាននោះអញ្ចឹងហើយគេក៏បានចាប់ដៃអង្គរៈម្នាក់ហ្នឹងមកហើយយកកំបិតរបស់គេចាក់ទម្លុះដៃរបស់អង្គរៈម្នាក់ហ្នឹងតែម្ដងដៃណាវាយមិញគេចាក់ទម្លុះដៃហ្នឹងបន្ទាប់មកក៏ដើរមកគំរាមម្ចាស់បងរបស់ខ្លួនជូហើយឈុនថាម្ចាស់បងនៅពេលនេះផ្លាកបញ្ជាបន្ទាកងទ័ពគ្រួសារលីយើងរកអត់ទាន់ឃើញទេអញ្ចឹងប្រសិនបើម្ចាស់បងធ្វើអីប្រេះផ្ដាស់លើសពីនឹងទៅទៀតបើដំណឹងនឹងដឹងទៅដល់ព្រះបិតាប្រកាសជាមិនមានរឿងល្អនោះទេនៅពេលនេះជូហើយចិនក៏បានតបវិញថាត្រូវតែនេះគឺជារឿងរបស់យើងមិនទាន់ដល់ឯងមកសម្រេចចិត្តជំនួសយើងហើយចាត់ការអង្គរៈរបស់យើងនេះជួយយើងនោះទេលើកក្រោយកុំឲ្យមានរឿងបែបហ្នឹងទៀតបន្ទាប់មកជូហើយចិននឹងគាត់ក៏ដើរចាក់ចេញបាត់ទៅលីជឺអាននៅវិញក៏ត្រូវបានជូហើយចិនជួយសង្គ្រោះប៉ុន្តែនាងនៅពេលដែលដឹងខ្លួនឡើងមកវិញគឺយំសោកនឹងជាខ្លាំងដោយសារតែខ្លួនឯងគិតថាមកពីខ្លួនឯងនឹងហើយបានធ្វើឲ្យអ្នកបម្រើម្នាក់នឹងស្លាប់អញ្ចឹងណាអញ្ចឹងក៏មានអារម្មណ៍បន្ទោសខ្លួនឯងជាខ្លាំងបន្ទាប់មកក៏បញ្ជាទៅឲ្យអ្នកបម្រើចំណិតម្នាក់ទៀតហ្នឹងយកផ្លាកបញ្ជារបស់ខ្លួនហ្នឹងនាំអ្នកបម្រើម្នាក់ទៀតដែលនៅមានជីវិតហ្នឹងឲ្យចាក់ចេញពីទីនេះទៅមិនអញ្ចឹងទេនឹងត្រូវបានជួហើយឈិនសម្លាប់ហើយរួចហើយហ្នឹងក៏អុចកដាសែនឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធអ្នកបម្រើដែលបានស្លាប់មុនហ្នឹងក្នុងភាពសោកស្ដាយជាខ្លាំងតែម្ដងដោយសារតែគិតថាផែនការរបស់ខ្លួនចង់ជួយសង្គ្រោះខ្លួនឯងប៉ុន្តែបែរជាធ្វើបាបអ្នកបម្រើដទៃទៀតដែលគ្នាមិនដឹងអីសោះនេះទស្សនវិជ្ជាទាំងអស់ហ្នឹងក៏ត្រូវបានជួហើយជីងកំពុងតែខ្លំមើលនិងមានការព្រួយបារម្ភចំពោះលីជឺអានជាខ្លាំងគេតែងតែលួចខ្លំមើលនឹងការពារជារឿយៗបែបហ្នឹងណាអត់ចង់ឲ្យលីជឺអានរបស់យើងមានគ្រោះថ្នាក់ឬមួយក៏ពិបាកចិត្តអីនោះទេគណៈពេលដែលយូរូវិញកំពុងតែពិភាក្សាជាមួយនឹងអង្គរៈផ្ទាល់របស់ជូហើយជីងថាហេតុអីបានជាព្រះបុត្រាទី7របស់យើងធ្វើល្អចំពោះលីជឺអានខ្លាំងម្ល៉េះអង្គរៈម្នាក់នោះគាត់ក៏តបមកវិញថាប៉ុណ្្នឹងហើយនៅមិនច្បាស់ទៀតទេគឺព្រះបុត្រាទី7ប្រកាសណាស់នឹងមានចិត្តស្រឡាញ់ទៅលើលីជឺអានហ្នឹងហើយប៉ុន្តែ
គាត់ប្រកាសជាមានផែនការរបស់គាត់យកល្អនាងកុំធ្វើអីប្រទេសផ្ដាស់កុំរវល់រឿងរបស់គាត់ច្រើនពេកធ្វើតាមបញ្ជារបស់គាត់ទៅបានហើយប៉ុន្តែយូរគាត់មិនគិតយ៉ាងនោះទេគាត់ចង់ចាត់ការលីជឺអានឲ្យបានម្យ៉ាងវិញទៀតលីជឺអានមានសារៈសំខាន់ដោយសារតែគេចង់ដឹងអំពីផ្លាកបញ្ជាកងទ័ពគូសាតកូលីដែលនាងលាក់ទុកតែប៉ុណ្ណោះដូច្នេះហើយចាំបាច់ទៅវែងឆ្ងាយអីទៀតនាងក៏សម្រេចចិត្តថាប្រើប្រាស់ដង្កូវពឹសហ្នឹងដែលចិញ្ចឹមដោយឈាមរបស់នាងហ្នឹងយកទៅឲ្យលីជឺអានរបស់យើងហ្នឹងញ៉ាំតែម្ដងទៅនៅពេលដែលនាងបានលាបដង្កូវពឹសនឹងហើយសួរអីហ្នឹងប្រកាសជានិយាយការពិតមកទាំងអស់ព្រោះនេះគឺហៅថាដង្កូវពឹសនិយាយការពិតមិនបងអង្គយូរព្រឹកស្អែកឡើងក៏ធ្វើពុតជាមកញ៉ាំស្រាជាមួយនឹងលីជឺអានហើយនៅក្នុងពេលហ្នឹងផងដែរក៏ចាក់ស្រាឲ្យលីជឺអាននៅក្នុងពេលស្រាហ្នឹងគឺមានដង្កូវពឹសដាក់រួចជាស្រេចលីជឺអានរបស់យើងគាត់ដឹងដែរថាប្រកាសជាមានបញ្ហាជាមិនខានប៉ុន្តែភ្នែករបស់គាត់អត់ហ៊ានក្លាប់ចុះមើលទេណាគាត់ដឹងថាស្រាប្រកាសជាមានបញ្ហាគាត់មើលឃើញហ្នឹងដូច្នេះហើយនៅពេលដែលគេហុចមកហ្នឹងគាត់ក៏ធ្វើពុតថាមិនបានជាស្រានេះឆ្អាបខ្លាំងម្ល៉េះខ្ញុំមិនញ៉ាំនោះទេប្រកាសជាមានអីចូលមិនខាននេះក៏ក្រិចខ្លាំងណាអញ្ចឹងនៅក្នុងពេលហ្នឹងយូរក៏ធ្វើពុតជាចាក់ចោលអញ្ចឹងហាងអត់អីខ្ញុំក៏លែងពេញចោលហើយឥឡូវញ៉ាំម្ដងទៀតបើមិនញ៉ាំទេខ្ញុំពិតជាសង្ស័យថាការមើលមិនឃើញរបស់នាងអាចនឹងមានបញ្ហាផ្សេងហ្នឹងមែនទេនៅពេលហ្នឹងលីជឺអានរបស់យើងអត់មានផ្លូវជ្រើសរើសទេដូច្នេះហើយគឺមានតែញ៉ាំតែប៉ុណ្្នឹងឯងហើយមើលនៅក្នុងពេកហ្នឹងអាដកៅពឿនវាអឺតក្បាលលើមមកមិនដឹងយ៉ាងណាយ៉ាងណីទេជឺអានរបស់យើងបានជាទទួលយកពេងរួចហើយហ្នឹងក៏បំណងប៉ងហ្នឹងគឺនឹងញ៉ាំតែម្ដងអាយ៉ាទៅមិនដឹងយ៉ាងម៉េចទេប្រហែលជាលេបចូលហ្នឹងទៅ